សពថ្ងៃហ្នឹងអញប្រាប់ហើយគិតទៅអាវុធមានតែមួយនឹងគត់គឺអាពហិការមិនប្រើរបស់ថៃតែមួយនឹងគត់បើហើយអត់ពហិការទេអារបស់ថៃនឹងនៅតែប្រើប្រាស់ងាប់ហើយសេដ្ឋកិច្ចថៃនៅតែដើរហ្នឹងវាចាំតែចរចាជាមួយយើងទៅមានតែមួយគត់ហ្នឹងខ្មែរយើងមានកំភ្លើងឯណាបាញ់គេមានតែពហិការនឹងមួយគត់លេងអាខ្ជាថាពហិការហ្នឹងមិនត្រូវទេខ្ញុំចូលទៅអាណិតគ្នាខ្លះសាពាក់មកអត់ហ៊ានបើកមកខ្លាចគេថតប្រហោះជេឯស្ងាត់ឈឹងអានឹងឯងដែលមិនមានធัวយើងខឹងឯណោះវាយអីគេថាខឹងគោវាយអង្គលហ្នឹងហើយស្មានតែយើងឈប់ចូលប៉ុណ្្នឹងហើយថៃគេឈប់អស់គ្រាប់បាញ់យើងហ៎បើគេចង់បាញ់យើងធ្វើពហិការប៉ុណ្្នឹងតែថៃអស់គ្រាប់បាញ់យើងហ៎យើងគិតឃើញមិនតិចខំស៊ីរបស់វាបានចំណេញទៅទិញគ្រាប់បាញ់ក្បាលយើងទៀតយើងប្រឆេះគ្នាចឹងយើងអត់ទិញគេមានគ្រាប់ហើយមែនទេតើគ្រាប់ហ្នឹងគ្រាន់តែតាមរយៈ PTT ប៉ុណ្ណឹងទៅទិញយន្តហោះចម្បាំងហ្នឹងបានទេយន្តហោះចម្បាំងមួយថ្លៃម៉ានរាប់សែនរាប់លានហ្នឹងហើយអា brand ដែលគេលក់ឲ្យយើងគេលក់យកលុយហើយអា brand ឆាយណាថៃវាយកលុយហើយឬក៏ស្អីសាំងដែលដឹកមកហើយហ្នឹងគេយកលុយហើយដល់កកស្ទះនោះនេះស្ទះព្រេងរបស់នរណាមិនព្រេងរបស់ខ្មែរខ្ញុំនិយាយចឹងចង់ជេរក៏ជេរទៅមិនអីទេប៉ុន្តែខ្ញុំដើរមើលមកនោះខ្ញុំដើរមើលងាប់ណាគេងាប់ខ្មែរគ្នាឯងអត់ងាប់គេទេងាប់ខ្មែរគ្នាឯងហើយអ្នកបកាយជេរខ្លាំងមកពីគាត់អត់ប៉ះផលប្រយោជន៍របស់គាត់ឬគាត់កំពុងតែមានរបបផ្សេងដែលមិនយកពីថៃគាត់ខំជេរឲ្យខ្លាំងទៅដើម្បីឲ្យឈប់ខាងនោះមកទិញរបស់អញជាគំនិតព្យាបាទឃើញទេនឹងឯងជីវិតអត់ធัวក្តៅកាហាយចឹងក្តៅកាហាយឃើញគេអត់ទិញអត់អីឧទាហរណ៍កណ្ដាស់សាំងដូចគ្នាចុះហ្នឹងហើយអញ្ចឹងជួយជេរបន្ថែមទៅកុំឲ្យគេចូលហាងសាំងនោះឲ្យចូលហាងអញព្រោះអញអត់យកពីថៃអញយកមកពីខាងនេះខាងនោះផ្សេងឃើញធ្វើបាបតែគ្នាឯងឃើញអាក្រក់ជាងថៃនៅព្រំដែននេះអានេះហៅថាសត្រូវក្រោយខ្នងជនឆ្លៀតឱកាសច្រើនណាស់ខ្លះទៅកណ្ដាដូផ្លាកពីថៃមកដាក់ផ្លាកផ្សេងហើយរបស់ថៃដែរឃើញបន្លែប្រឡប់គ្នាកើតអំពើទុច្ចរិតកាន់តែច្រើននេះហ្នឹងហើយអញ្ចឹងដើរពីហ្នឹងទៅឃើញ PT ខ្ញុំចូលទៀតខ្ញុំទៅចូលទិញការ៉េមខ្ញុំទៅចូលចាក់សាំងហ្នឹងហើយចង់ជេរទៅឥឡូវអាជាហ្នឹងចង់កាន់ជើងថៃទៀតហ្នឹងក្តៅអញបើក Facebook មើលអញឡើងញ័រសាញ់ឃើញអាជានិយាយវាថាយើងធ្វើពហិការមិនប្រើផលិតផលថៃហ្នឹងយើងអ្នកអត់ជត់ធោះសពថ្ងៃហ្នឹងអញប្រាប់ហើយគិតទៅអាវុធមានតែមួយនឹងគត់គឺអាពហិការមិនប្រើរបស់ថៃតែមួយនឹងគត់បើហើយអត់ពហិការទេអារបស់ថៃនឹងនៅតែប្រើប្រាស់ងាប់ហើយសេដ្ឋកិច្ចថៃនៅតែដើរហ្នឹងវាចាំតែចរចាជាមួយយើងទៅមានតែមួយគត់ហ្នឹងខ្មែរយើងមានកំភ្លើងឯណាបាញ់គេមានតែពហិការនឹងមួយគត់លេងអាខ្ជាថាពហិការហ្នឹងមិនត្រូវទេអាខ្ជាអញបើ Facebook ឡើងឃើញអានឹងឡើងញ័រសាច់ហ្មងហើយវាទៅថតជាមួយនឹងស្ត្រីទី1ស្រុកខ្មែរប្រពន្ធនាយករដ្ឋមន្ត្រីយើងយល់ទេគ្រប់គ្រងគ្នាឥឡូវឯនោះប្រពន្ធនាយករដ្ឋមន្ត្រីយើងគ្រប់គ្រងខ្មែរធ្វើពហិការមិនប្រើរបស់សៀមប្រពន្ធនាយករដ្ឋមន្ត្រីយើងធ្វើគ្រប់គ្រងពហិការហើយដល់ពេលអាខ្ជាណាប្រឆាំងនឹងពហិការអាចជួយម្រាយវានិយាយស្អីច្រើនណាស់វាថាអ្នកធ្វើពហិការហ្នឹងអ្នកជ្រុលនិយមឯងសិតតែអ្នកដែលលក់របស់ប្រឆាំងជាមួយសៀមហើយលក់មិនដាច់វាថាលក់សាំងអីចឹងណា PTT សាំងសៀមហើយដល់ពេលអាអ្នកលក់សាំងប្រឆាំងមួយសៀមហ្នឹងការ៉ាស់សាំងផ្សេងហ្នឹងអានឹងហើយដែលជេរសៀមលឺជាងគេពីព្រោះវាលក់ផលិតផលហ្នឹងវាអត់ដាច់
ដល់ពេលអញ្ចឹងវាខំប្រឹងជេរសៀមទៅឲ្យខ្មែរទាំងអស់ហ្នឹងស្អប់សៀមហ្នឹងទៅឲ្យខ្មែរហ្នឹងមកចាក់សាំងអាសាំងផ្សេងពី PTT នឹងទៅអាចងងាប់អាម្ចាស់ការសាំងម្ចាស់ការសាំងដែលថាប្រឆាំង PTT នឹងមានប្រមាណគ្រាប់ហ្នឹងយល់ទេគឺថាខ្មែរទូទៅតាជេរសៀមហ្នឹងប្រឆាំងមួយសៀមហ្នឹងយីអាជានេះអាងាប់ប្តីមីគ្នេសុងនេះហើយគិតល្មិញប្រពន្ធនាយករដ្ឋមន្ត្រីហើយទៅថតជាមួយហ្នឹងអាហ្នឹងគ្រប់ត្រូវការប្រឆាំងមួយសៀមហ្នឹងមិនប្រើផលិតផលសៀមហ្នឹងខ្មែរប្រឹងចង់ងាប់ចង់រស់ហើយពហិការហ្នឹងស្រាប់តែអាជាវាថាពហិការហ្នឹងសិនអ្នកមិនយល់ធម៌ណែមិនយល់ធម៌ទៅយកប្រពន្ធគេដោយហែងអាហ្នឹងមិនយល់ធម៌អាចង្រៃវាទៅជាគេធ្វើពហិការត្រឹមត្រូវនេះវាទៅថាគេមិនយកធေါ်ទៅវិញអាងាប់អាខ្ជាអូយអាខ្ជាអញបើក Facebook មើលសម្ដាប់តលេងអាខ្ជាសឹងតែមិនដល់ចប់ក្តៅអាខ្ជាពេកយីអាននេះអាចង្រៃខ្មែរមានតែមកក្បាច់ហ្នឹងមានអាវុធអីគេមានតែក្បាច់ហ្នឹងឯងមកក្បាច់ឲ្យរឿងសេដ្ឋកិច្ចសៀមធ្លាក់ដល់ខ្មែរមិនប្រើផលិតផលសៀមហ្នឹងហើយបានខ្មែរមានទឹកមាត់ទៅចរចាជាមួយគេហ្នឹងសេដ្ឋកិច្ចសៀមឡើងហ្នឹងថ្ងៃធ្លាក់ចង់ងាប់ចង់រួងដោយសាររឿងខ្មែរមិនប្រើហ្នឹងហើយយីខ្មែរមានតែមកក្បាច់នឹងមានតែមកគ្រាប់នឹងអាចុយមរាយអាខ្ជាអាឡប់អាខ្ជាអាទៅគ្រាប់ល្មិចវាមិនទៅឡប់អញ្ចឹងខ្ជាហើយទៅដោះស្រាយមិនមួយពុននាយករដ្ឋមន្ត្រីឯនោះគ្រប់គ្រងការមិនប្រើផលិតផលសៀមហើយអាខ្ជានេះគ្រប់គ្រងប្រើផលិតផលសៀមមើលអាខ្ជាគឺអញក្តៅដល់ហើយអញលឺអាខ្ជាក្តៅនិយាយក្តៅខ្មែរមានតែមួយគ្រាប់ហ្នឹងមានតែមួយគ្រាប់ហ្នឹងបើខ្មែរមិនបានធ្វើឲ្យសេដ្ឋកិច្ចសៀមធ្លាក់ដោយសារពហិការមិនប្រើផលិតផលសៀមទេអូមិនបាច់ទៅចរចាជាមួយវាបើសេដ្ឋកិច្ចវានៅដើរដដែលនោះមិនចរចាជាមួយវាទេអាទៅគប់អាក្បាញ់ដឹងរឿងអីអត់តែអញ្ចឹងទៅអាទៅគប់ឯងខំអត់ធ្វើចង់ងាប់អញក្តៅចិត្តវាថាមិនមែនយើងអត់ចាក់សាំងគេ1លីត្រ2លីត្រហ្នឹងគេទិញគ្រាប់មិនបានទេគេគ្រាប់គេទិញរួចហើយអាចង់ងាប់អាគ្រាប់គេទិញរួចហើយក៏ដោយដល់ពេលសេដ្ឋកិច្ចធ្លាក់ឥឡូវវាចង់លក់គ្រាប់ហ្នឹងយកលុយទិញបាយស៊ីវាអត់មានបាយស៊ីនេះអាគ្រាប់វាទិញរួចហើយប៉ុន្តែសេដ្ឋកិច្ចវាធ្លាក់នេះអាចត្រូវគ្រាប់អាចត្រូវគ្រាប់បោះសៀមផ្លោងមកចាំក្បាលខ្ជាទៅក្តៅមិនទៅឡប់អញ្ចឹងឡប់អាខ្ជាទៅប៉ុណ្ណឹងបាននិយាយច្រើនក្តៅខ្ជា